settingវិញដែលសារមុនហ្នឹងយើងអត់មាន VAT អញ្ចឹងដើម្បីយើងបង្កើត VAT យើងចូលមកកន្លែង setting នេះ menu setting ហ្នឹងយើងចូលមកកន្លែងតាក់ rate នេះតាក់ rate នឹងក្រុមគេនេះចូលមកកន្លែងតាក់ rate ហ្នឹងបងបង្កើតកន្លែងខាងលើនេះតាក់ rate ហ្នឹងយើងចុច add ណា add នៅខាងចុះឧទាហរណ៍ថាយើងប្រើតា VAT 10% យើងអាចវាយ label នេះយើងវាយសម្រាប់ចំណាំណាឧទាហរណ៍ខ្ញុំវាយថា VAT 10% ដល់ពេលកន្លែងតាក់ rate នេះអាហ្នឹងបានយើងដាក់តួលេខដើម្បីឲ្យវា calculate ណាបាទហ្នឹងហើយបើសិនជា10យើងដាក់វាយលេខ10មកបាញ់%ទៀតទេចឹងវាយ៉ាងទៅចាហើយបន្ទាប់ពីហ្នឹងមក save ហើយឧទាហរណ៍ថាយើងមានតាក់អីផ្សេងទៀតបើប្រទេសគេវាមានច្រើនណាបាទវាមាន10%ផងវាមាន1%ផង2%ផង7%វាក្នុងនឹងមកចាយើងអេដក្នុងនឹងមកតោះណាចឹងបន្ទាប់ពីហ្នឹងខ្ញុំបែកទៅកន្លែង business setting តិចទៀតដើម្បីនៅក្នុងនេះយើងអាចស្រេថ្ងៃខែបានឧទាហរណ៍ format date ហ្នឹងយើងចង់ប្រើ format ដូចនេះយើងចូលមកកន្លែង setting business ណា setting business setting តមកទៀតកន្លែងកន្លែង product កន្លែង product នេះខ្ញុំដកបើសិនជាបងអត់ប្រើ brand ណាយើង anti brand ហ្នឹងយើងអត់ត្រូវការប្រើ brand យើង anti វាទៅវាបាត់ហើយវាអត់មានចេញមកច្រើនណាស់ញ៉ៃទេចាអានេះត្រូវតាក់ហើយនេះខ្ញុំអានេះអត់អីចាបងអានឆែកតាមនោះទៅហើយតកតងនឹង contact យើងគ្រាន់តែកំណត់ credit default credit ហ្នឹងបានន័យថាយើងឲ្យភ្ញៀវជំពាក់ maximum ប្រហែលលើសពីហ្នឹងឡើងឲ្យជំពាក់ចេញប្រយឡើងបានអញ្ចឹងណាតកតង setting ផ្សេងៗណាដែលចាំបាច់ជប់អញ្ញា default credit ណាស្ដាយ share កន្លែងហ្នឹងថានេះអានេះយើង skip បានទេអត់ទេ skip បានបើមិនបាច់ដាក់បានន័យថាយើងអត់កំណត់តែបើយើងដាក់តាមភ្ញៀវជំពាក់ដល់ invoice amount ប៉ុណ្ណឹងហើយបើissue invoice ថ្មីអត់បានទេតើឲ្យភ្ញៀវនោះ clear invoice ចាស់ហើយបាន issue invoice ថ្មីបានវាបើយើងប្រាប់យើងអញ្ចឹងណាតើ